ខេត្តមណ្ឌលគិរីមានអាកាសធាតុត្រជាក់និងដីក្រហមសម្បូរទៅដោយជីជាតិខ្ពស់ដែលស័ក្តិសមបំផុតសម្រាប់អ្នកធ្វើចំការដាំដុះដំណាំឈើហូបផ្លែមានដូចជាផ្លែបឺរ ក្រូចវល្លិ ឬអាចហៅម្យ៉ាងបានទៀតថាផ្លែ Passion ផ្លែទុរេននិងដំណាំម្រេច ម្រេចក៏ជាដំណាំសក្តានុពលសម្រាប់ខេត្តផងដែរលើពីនេះក៏នៅមានបន្លែស្រស់ៗដទៃជាច្រើនទៀតនាឱកាសនេះពីកម្មវិធីមាតុភូមិយើងផលិតផលយើងនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានឹងនាំពុកម៉ែមីមីងបងប្អូនមកទស្សនានៅការដាំដុះដំណាំហូបផ្លែនៅខេត្តមណ្ឌលគិរីដែលកម្មវិធីនឹងបង្ហាញជូននោះគឺដំណាំផ្លែបឺរ ក្រូចវល្លិ ទុរេននិងម្រេចតើការដាំដុះយ៉ាងណានោះសូមអញ្ជើញតាមដានទស្សនាដូចតទៅជាទូទៅរុក្ខជាតិបឺរនេះជារុក្ខជាតិមួយស្រួលដាំទេប៉ុន្តែដើម្បីឲ្យដំណាំបឺរនេះទទួលបានផលល្អរុក្ខជាតិវាត្រូវការអាហារចិញ្ចឹមអាហារបំប៉នដូចគ្នាអញ្ចឹងវាត្រូវការថែទាំស្លឹកត្រូវការថែទាំដើមហើយនឹងឫសនិងត្រូវការថែទាំផ្កាផ្លែអញ្ចឹងយើងត្រូវឲ្យអាហារវា3ប្រភេទអាសូតហើយនឹងផូស្វ័រហើយនឹងកាលីអញ្ចឹងហើយកាល់ស្យូមនឹងហើយអញ្ចឹងសារធាតុដែលគេតែងតែសេនៅលើបាវ NPK ហ្នឹងគឺជាសារធាតុសង្ខេបរបស់រូបមន្តជីសម្រាប់ឲ្យរុក្ខជាតិហើយចំការខ្ញុំនេះដោយសារយើងប្រើជាចំការកសិដ្ឋានធម្មជាតិយើងអត់ប្រើសារជាតិគីមីទេយើងប្រើជីធម្មជាតិបាទជីកំប៉ុស្តធម្មជាតិអញ្ចឹងយើងប្រើទាំងខេត្តលាមកគោហើយនឹងជីត្រីហើយនឹងអង្កាមដុតអង្កាមស្រស់ហ្នឹងយើងច្បល់ចូលគ្នាផ្អាប់រយៈពេល4ខែទៅ5ខែបានយើងយកមកប្រើអញ្ចឹងនេះចង់បង្ហាញបងប្អូនថាខ្ញុំមានរោងជីនេះរោងជីកំប៉ុស្តហើយក្នុងមួយឆ្នាំយើងមានទទួលផលពីជីនេះគឺ4ដងហើយជាទូទៅគឺយើងផលិតនេះ1ឡហើយនៅខាងនោះ1ឡហើយពេលយើងច្បល់នេះយកចិត្តងុំ5ខែក្រោយមកយើងកើបដាក់បាវយើងយកទីតាំងនេះផលិតបន្តយើងក៏មានជីទឹកផ្លែឈើហើយនឹងជីត្រីអញ្ចឹងយើងមានផ្លែឈើហើយនឹងជីបែបនេះអញ្ចឹងនៅក្នុងចំការខ្ញុំគឺយើងប្រើតែប្រភេទទាំងអស់នេះសម្រាប់ដំណាំផ្លែបឺរនៅខេត្តមណ្ឌលគិរីគឺអាចនិយាយបានថាមានរសជាតិឆ្ងាញ់បើសិនជាបងប្អូនចង់បញ្ជាទិញផ្លែបឺរដែលមានគុណភាពល្អនិងពិសាដោយសុវត្ថិភាពសូមស្គាល់ប្រភេទឲ្យច្បាស់បច្ចៈកន្លែងនេះខ្ញុំបច្ចៈទៀតថាបឺរធម្មជាតិมันអាចបាន 100% ប៉ុនគ្នាទេក្នុងមួយដើមនោះមានទូចមានធំមានល្មួលមានអីចឹងទៅរីឯបឺរដែលនាំចូលគឺស្អាតទាំងអស់មូលស្មើអញ្ចឹងគេជ្រើសមកអញ្ចឹងអ្នកទទួលផលគឺថាត្រូវតែគិតហើយសំខាន់បំផុតស្គាល់ប្រភពបឺរតាមពិតនៅខេត្តមណ្ឌលគិរីនេះយើងអាចកំណត់បានថាចាប់ពីខែ3ទៅគឺយើងមានបឺរហើយប៉ុន្តែបឺរនេះអត់ទាន់មានច្រើនទេពីខែ3រហូតគឺសម្បូរនៅចាប់ពីខែ7ខែ7គឺសម្បូរហើយពីខែ7ទៅគឺបឺរពូជល្អចេះគឺចាប់ដើមមានលក់ហើយរីឯខែ3រហូតដល់ខែ5នេះគឺភាគច្រើនគេហៅបឺរដូនតាហ្នឹងគឺមានគ្រាន់តែអត់ច្រើនពីខែ6 7 8នេះគឺសម្បូរអញ្ចឹងសូមបញ្ជាក់ឲ្យបញ្ជាក់ទៀតថាស្គាល់ប្រភពឲ្យច្បាស់លាស់ចាំយើងបញ្ជាទិញសម្រាប់ចំការរបស់កសិករពួកខ្ញុំដែលចងក្រងគ្នាជាក្រុមនេះគឺយើងលក់តែកសិផលនៅក្នុងចំការហើយនឹងកសិផលក្នុងទឹកដីមណ្ឌលគិរីឯងឲ្យយកពីខេត្តផ្សេងមកទៀតក៏អត់ដែរគឺយើងលក់តែរបស់មណ្ឌលគិរីយើងហ្នឹងទេសម្រាប់ចំការខ្ញុំមោទនភាពថាយើងបានកសិផលដែលមានគុណធម៌កសិផលដែលបានគិតគូរពីសុវត្ថិភាពអ្នកទទួលទានអញ្ចឹងខ្ញុំសប្បាយចិត្តហើយការចែកម្លែករបស់ខ្ញុំគឺបានផ្ដល់ផ្លែឈើដែលមានរសជាតិដើមពីទឹកដីមណ្ឌលគិរីនេះហើយនឹងសុវត្ថិភាពដល់អ្នកទទួលទានបើរសជាតិវិញកសិផលដែលយើងប្រមូលបានពីចំការខ្ញុំនេះក៏ដូចជាចំការមិត្តភ័ក្តិមួយចំនួនដែលយើងចងក្រងគ្នាជាកសិករប្រើប្រាស់ជីធម្មជាតិនេះគឺមានរសជាតិឆ្ងាញ់ហើយយើងដឹងហើយថាធម្មតានៅពេលដែលយើងប្រើជីធម្មជាតិដំណាំរបស់យើងគឺបើវាផ្អែម
វាអត់មិនមែនផ្អែមរបៀបផ្អែមមុតទេវាវិញផ្អែមវាមាននិយាយចំរសជាតិឆ្ងាញ់តែម្ដងបើទុរេនវិញឆ្ងាញ់ហើយយើងបានផ្ញើទៅតាមបណ្ដាខេត្តដែលមានដំណាំទុរេនដូចគ្នាគាត់ទទួលស្គាល់ថាទុរេនមណ្ឌលគិរីឆ្ងាញ់សាវម៉ាវមណ្ឌលគិរីគាត់ថាឆ្ងាញ់ស្រួយជូរអែមឆ្ងាញ់ហើយយើងចាំផ្លែឈើជាច្រើនទៀតគឺមានរសជាតិឆ្ងាញ់នៅពេលណាដែលយើងប្រើប្រាស់ជីត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេសខ្ញុំគាត់ថាចង់ឲ្យកសិករយើងគិតអំពីសុខភាពអ្នកទទួលផលយើងរួមគ្នាកាត់បន្ថយជីគីមីបើយើងប្រើជីគីមីត្រូវស្វែងយល់អំពីជីគីមីសុវត្ថិភាពណាដែលរយៈពេលនៃការដាក់ហើយដើម្បីឲ្យជីគីមីនោះគាត់អាចសាយភាយចូលទៅបរិយាកាសអស់ហើយពេលវេលាសមស្របដែលយើងត្រូវប្រមូលផលចាំយើងប្រើបើយើងយល់តន់មិនច្បាស់ទេគួរកុំប្រើហើយរីឯកសិករដែលប្រើជីធម្មជាតិក៏ត្រូវដឹងដែរថាក្រោយពីយើងដាក់ជីហើយប្រហែលថ្ងៃប្រហែលខែដែលយើងអាចកាត់យកកសិផលរបស់យើងទៅទីផ្សារកុំឲ្យយើងទើបតែដាក់ហើយយើងកាត់យកទៅអាហ្នឹងក៏ធ្វើឲ្យប៉ះពាល់ដែរអញ្ចឹងទាំងអស់នេះជាសំណូមពររបស់ខ្ញុំណាទាំងអស់គ្នាជាកសិករគួរនាំគ្នាស្វែងយល់ចំណេះដឹងអំពីការប្រើប្រាស់ជីនេះឲ្យបានត្រឹមត្រូវហើយរួមចំណែករក្សាសុខភាពអ្នកទទួលផលងាកចេញពីចំការផ្លែបឺរបស់លោកឡុងវិបុលសូមមកទស្សនានៅការដាំក្រូចវល្លិរបស់រីសតគុណធិគិរីឲ្យជារសនៃក្រូចវល្លិមានរសជាតិផ្អែមក្រអូបឈ្ងុយហើយអាចយកទៅធ្វើភេសជ្ជៈបានយ៉ាងឆ្ងាញ់ពិសាដើម្បីបានទិន្នផលល្អនិងរសជាតិឆ្ងាញ់ក៏អាស្រ័យលើការមើលថែទាំផងដែរមុនដំបូងហ្នឹងយើងបដោះកូនឲ្យបានបដោះបានហើយយើងអត់ទាន់នេះទេយើងកាប់ដណ្ដៅហាសិនហើយយើងដុតដីហ្នឹងឲ្យសម្រាប់មេរោគសិនហើយបានយើងអាចដោយថាដីនឹងស្លាប់មេរោគហើយយើងលាជីកប៉ុស្តិ៍អីចឹងទៅយើងដាក់ក្នុងដៅបាន3ថ្ងៃទៅ4ថ្ងៃបានយើងដាក់ដាំហើយយើងស្រោចទឹកឲ្យជោគឲ្យឫសនឹងចាប់ជាមួយនឹងដីហើយនឹងជីវជាតិនឹងឲ្យបានវាអត់ឲ្យអន់បន្ទាប់មកយើងចាប់ដើមធ្វើតុបតែងចងវាជាតនើឬមួយដាក់បកគោលអីចឹងទៅយើងមានខ្សែយើងចងខ្សែចឹងទៅដើម្បីឲ្យវាបោះដៃឡើងដល់តនើហើយតនើយើងនៅធ្វើខ្ពស់ពេកទាបពេកក៏គ្រាន់តែយើងទាបយើងបាក់ដើរបើយើងធ្វើខ្ពស់បន្តិចទៅយើងអាចនឹងស្រួលដើរមើលពីក្រោមបើយើងធ្វើខ្ពស់ពេកវាអាចរងសម្ពាធពីខ្យល់អញ្ចឹងដៃវារួញអត់សូវបានល្អទេដាក់ជីកំប៉ុស្តជីដែលយើងដូចថាដុតសម្រាមដុតអីចឹងទៅអាចមុនអាចទីអីចឹងនិយាយចំចឹងលិមួកសัตว์អីចឹងទៅដាក់មកតាមគល់តាមអីអត់មានប្រើថ្នាំអត់មានប្រើជីគីមីអីទេគឺខ្ញុំសូមឲ្យជូនពរដោយថាអ្នកនៅក្នុងស្រុកខ្មែរយើងជួយលើកលទ្ធផលរបស់ខ្មែរក្នុងស្រុកដើម្បីឲ្យមានទឹកចិត្តអ្នកដែលនៅក្នុងចក្រមានកម្លាំងកំហែងដែលអាចខំប្រឹងបង្កើតដែលដំណាំហូបផ្លែឈើនៅខេត្តមណ្ឌលគិរីយើងនេះឲ្យបានទូលំទូលាយយើងអត់ក្បិតយើងហែកដៃហ្មងទៅនេះទឹកបែបណាបងសាកមើលដូចថាអារម្មណ៍ស្រស់ស្រាយបានដែលផ្លែឈើធម្មជាតិនៅក្នុងចក្រនៅក្នុងចក្ររបស់លោកអ៊ំចៃសគុណនៅលើផ្ទៃដីនៃការដាំផ្លែទុរេនចំការរបស់លោកទួនប៊ុនណេងគឺមានការមើលថែទាំនិងយកចិត្តទុកដាក់គ្រប់ដំណាក់កាលទើបធ្វើឲ្យចំការទុរេនរបស់លោកទទួលបានទិន្នផលខ្ពស់គុណភាពល្អហើយមានការបញ្ជាទិញពីអតិថិជនមិនចេះដាច់តើត្រូវធ្វើដូចម្ដេចទើបធ្វើឲ្យដំណាំទុរេននេះបានទិន្នផលល្អការដាំដុះទុរេនវាបើការដាំដុះវាមិនពិបាកទេប៉ុន្តែពិបាកការថែទាំនិងការប្រមូលការយកផលវាដោយសារដំណាំនេះមើលទៅដំណាំ2 3ដែលខ្ញុំដាំនេះឃើញថាដំណាំទុរេនហ្នឹងដូចពិបាកជាងគេបាទយើងត្រូវការថែទាំខ្លាំងហើយចំណាយលុយច្រើនបាទដោយសារវាមានជំងឺហើយពេលវគ្គដែលយើងត្រូវយកផ្លែយកផ្កាវាហ្នឹងក៏យើងត្រូវធ្វើឲ្យវាយកផ្លែផ្កាបានហើយមិនទៀងថាបានដែរបាទអាកាសធាតុប្រែប្រួលឬក៏ការប្រើប្រាស់បច្ចេកទេសណាមួយដែលយើងធ្វើទៅมันបានល្អធ្វើឲ្យវាជ្រុះបាត់បង់ទិន្នផលជាច្រើនបាទជាពិសេសបញ្ហាអាកាសធាតុតែម្ដងជាទូទៅនៅនេះយើងប្រើ
ប្រើជីវិញយើងប្រើជីធម្មជាតិនឹងមានជីគីមីដែរប៉ុន្តែវាជីទាំងនេះវាមិនអាចប៉ះពាល់ដល់ផ្លែទុរេននេះដោយសារការបាញ់ថ្នាំដំណាំទុរេនមិនថានៅទីណាដូចទីណាទេគឺគេត្រូវតែប្រើថ្នាំគីមីដើម្បីការពារសត្វល្អិតនៅក្នុងវគ្គនីមួយៗដែលយើងត្រូវយកផ្លែផ្កាប៉ុន្តែដល់ពេលចិត្តប្រមូលផលយើងអត់ត្រូវការប្រើទេសារធាតុនេះมันប៉ះពាល់ទៅដល់ការយើងញ៉ាំទេបាទដោយសារមូលហេតុដោយសារកម្រិតដែលយើងប្រើប្រាស់ហ្នឹងវាមានរយៈពេលយូរមុននឹងបេះប្រហែលជា2ខែយើងអត់ទៅប្រើប្រាស់ថ្នាំគីមីដើម្បីប្រើទៅឲ្យប៉ះពាល់ដល់សុខភាពទេជាទូទៅបើសិនបងប្អូនប្រជាពលរដ្ឋខ្មែរចង់ពិសាទុរេនខ្មែរមានរសជាតិឆ្ងាញ់របស់ខេត្តមណ្ឌលគិរីគឺមានចាប់ពីចុងខែកក្កដាដល់ខែតុលាមូលហេតុនៅមណ្ឌលគិរីស្រួលម្យ៉ាងដែរដោយសារនៅខេត្តក្រោមគេខែ5ខែ6ខែ7គេប្រមូលផលមណ្ឌលគិរីខែ8បានប្រមូលផលអញ្ចឹងគេអស់ហើយទោះបច្ចុប្បន្ននេះទៅរៀននៅទីផ្សារនៅក្នុងស្រុកខ្មែរយើងវាកំពុងបុកគ្នាមែនចុះថោកប៉ុន្តែឥឡូវនេះយើងនៅខាងមណ្ឌលគិរីដល់ខែ8បានចាប់ដើមដល់ឬក៏ចុងខែ7អញ្ចឹងយើងអត់ជុលមួយគេអញ្ចឹងអាចទីផ្សារអាចល្អដែរហើយចំពោះម៉ួយវិញសបោដែរអត់ខ្វះទេមានគេអ្នកមកម៉ៅមកគិតគីឡូក៏មានម៉ៅរាប់ផ្លែក៏មានអញ្ចឹងដូចបោះចការខ្ញុំហ្នឹងម៉ួយត្រូវធ្លាប់ម៉ៅគេទេមកកក់ប្រហែលជាដើមខែ7គេមករាប់អញ្ចឹងគេម៉ៅយកជាទូទៅពួកអតារេនសាច់ទឹកដោះគោយើងនៅមណ្ឌលគិរីចាប់ពីដើមខែ8ទៅដើមខែ8ទៅបាទដើមចុងខែ7មានតិចតួចទេមិនច្រើនបើពូជផ្សេងអាចដើមខែ7អាចមានខ្លះបាទមានដល់ប្រើប្រាស់ហ្នឹងបាទខ្ញុំសូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនដែលបានទិញទុរេនពីខាងចការខ្ញុំឬក៏ទុរេននៅក្នុងមណ្ឌលគិរីទាំងមូលបាទយកទៅទុរេននៅនេះភាគច្រើនមិនសូវមានប្រើសារធាតុគីមីឲ្យលើសលប់ដែលគេហាមឃាត់នោះទេបាទគឺធ្វើភាគច្រើនត្រូវតែធ្វើតាមបែបធម្មជាតិជីគីមីត្រូវតែប្រើដំណាំនីមួយប៉ុន្តែគេប្រើមានកម្រិតរបស់គេពេលវគ្គណាត្រូវប្រើកម្រិតណាហើយមុនការប្រើប្រាស់នាំចេញគឺយើងត្រូវធ្វើកម្រិតណាកសិករមួយពួកគាត់ដឹងហើយបាទនេះក៏ជាចំការម្រេចរបស់លោកទួនប៊ុនលេងផងដែរដែលធ្វើការដាំដុះលើផ្ទៃដី7ហិកតាបើគិតជាជន្លង់ស្មើនឹង 10000 ជន្លង់លោកចាប់ផ្ដើមដាំម្រេចរយៈពេល13ឆ្នាំមកហើយចំពោះការប្រមូលផលម្រេចចាប់តាំងពីការដាំដុះដល់ឆ្នាំទី2អាចប្រមូលផលបានហើយគ្រាន់តែទិន្នផលនៅតិចតួចបើចាប់ពីឆ្នាំទី3ឡើងទៅគឺទទួលបានទិន្នផលច្រើនលើផ្ទៃដី7ហិកតាជាមធ្យមលោកអាចប្រមូលផលបានចន្លោះពី48ទៅ50តោនក្នុងមួយឆ្នាំដើម្បីបានទិន្នផលនេះក៏ទាមទារការមើលថែទាំផងដែរអាការថែទាំដូចមិនបញ្ហាអីទេឲ្យតែធ្វើតាមបញ្ហាបច្ចេកទេសយើងប្រក់ស្បៃអីដាំហើយដាក់ជីដាក់អីគ្រប់គ្រងទឹកថ្នាំជីអីចឹងអូនម្រេចវាអាស្រ័យទៅលើការថែទាំអាស្រ័យទៅលើការមានទឹកមានជីអីគ្រប់គ្រាន់អាហ្នឹងបានទៅបានហើយកាលណាបើមានទឹកមានជីហើយយើងអត់មានការថែទាំក៏វាអត់មានផ្ដល់ទិន្នផលឲ្យយើងដែរហ្នឹងហើយបើនិយាយរួមលុះត្រាតែយើងព្យាយាមនឹងជាមួយវានឹងបានហើយបើយើងដាំចោលក៏អត់បានផលទេកូនអាស្រ័យទៅលើដីម្រេចបើសិនជាដីក្រហមចេះអាហ្នឹងវាល្អក៏ប៉ុន្តែបើលើដីរៀងខ្មៅវាមិនសូវជាបាននេះមកទេលុះត្រាតែយើងព្យាយាមណាដីខ្មៅប្រហែលវាបានល្អបានហ្នឹងហើយអញ្ចឹងវាទិន្នផលដូចយ៉ាងណាដូចថាកណាដីក្រហមវាកណាវាល្អវាបានទិន្នផលខ្ពស់ហ្នឹងហើយតែកណាវាមិនសូវល្អវាទិន្នផលវាទាបជាងនឹងដូចអញ្ចឹងអីវាទិន្នផលវាខ្ពស់អានេះវាអ្នកបេះអ្នកអីក៏គេចង់បេះដែរឲ្យតែពេលទុំដំណាំម្រេចបើតាមម្ចាស់ចំការបានឲ្យដឹងផងដែរថាជាដំណាំមួយដ៏ល្អងាយស្រួលលក់មានទីផ្សាររួមជាមួយតម្លៃល្អផងដែរទីផ្សារអាមេរិកសូលក់ឲ្យដល់ខែប្រមូលផលមានអតិថិជនមកប្រជែងទិញច្រើនមានក្រៅប្រទេសក្នុងប្រទេសយើងក៏មានអញ្ចឹងចាំឲ្យតែបានផលការលក់ដូរស្រួលទីផ្សារល្អអាមេរិក2ឆ្នាំទីផ្សារល្អបាទតម្លៃវាចាប់ពី
ឆ្នាំទៅម៉េះតាំងពី1ឡូមួយឆ្នាំមកតម្លៃវាចាប់ពី$5 5កាក់ទៅ$6តម្លៃជាមធ្យមបាទអញ្ចឹងទិន្នផលប៉ុណ្ណឹងយើងកសិករយើងធ្វើអាចបានចំណេញច្រើនបាទហ្នឹងកុំអីចុះខ្ញុំធ្លាប់លក់ឲ្យទៅក្រុមហ៊ុននៅបរទេសតាំងពីខ្ញុំដាំម្រេចមក10ឆ្នាំហើយខ្ញុំលក់ឲ្យទៅក្រុមហ៊ុនទៅអឺរ៉ុបក្រុមហ៊ុនបាទគេនាំចេញទៅអឺរ៉ុបក្រុមហ៊ុនហ្វុកបាទហើយគេយកតេស្តម្រេចទាំងអស់ម្រេចនៅមណ្ឌលគិរីអញ្ចឹងមានរសជាតិឆ្ងាញ់ជាងគេមានជាតិប្រេងបាទមានជាតិប្រេងឈ្ងុយជាងគេទាំងអស់បាទឈ្ងុយខាងហ្នឹងប្រធានក្រុមហ៊ុនខាងឡម៉ង់ក៏ប្រាប់ថាមណ្ឌលគិរីល្អជាងគេត្រង់តែក្លិនដែលរសជាតិវាអាភាពឈ្ងុយបាទភាពឈ្ងុយវានឹងលឺលឺគេដោយសារស្ថានភាពដីនិងអាកាសធាតុបាទយើងនៅនេះវាដីល្អដីក្រហមល្អហើយអាកាសធាតុយើងក្តៅត្រជាក់បាទអំណោយផលជាងភាពត្រជាក់វាច្រើនជាងអញ្ចឹងបាទអញ្ចឹងហើយការដាំដុះនៅទីនេះក៏ល្អជាងនៅក្រោមដោយសារវារៀងត្រជាក់ជាងអញ្ចឹងទៅការលូតលាស់របស់វានេះក៏ល្អជាងហើយអាយុម្រេចនេះបានយូរជាងយើងមើលនៅក្រោមងាប់អស់ហើយអត់ខ្វះទីផ្សារទេព្រោះអីតែកណាឲ្យតែបានព្រោះច្រើនអ្នកទិញច្រើនជាទូទៅកន្លែងណាក៏លក់បានហើយឲ្យតែបានម្រេចហ្នឹងស្រួលលក់ដោយកស៊ូអញ្ចឹងដែរស្រួលដូចគ្នានៅពេលដែលកសិករប្រឹងប្រែងដាំដុះបានទិន្នផលល្អហើយសូមប្រជាពលរដ្ឋខ្មែរទាំងអស់គាំទ្រនៅកសិផលទាំងនោះដើម្បីជាកម្លាំងចិត្តទៅដល់ពួកគាត់បន្តដាំដុះតាមរយៈការគាំទ្រផលិតផលក្នុងស្រុកបានរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិលំហូរសាច់ប្រាក់និងនៅក្នុងស្រុកកម្រិតជីវភាពប្រជាជននិងសម្បូរសប្បាយសូមលើកតម្កើងផលិតផលក្នុងស្រុកទាំងអស់គ្នា